ស់គួរតែចេះធ្វើម្ហូបឲ្យបានមួយមុខឬក៏ពីរមុខហេតុអីបើយើងត្រូវចេះធ្វើម្ហូបទី1ធ្វើដើម្បីញ៉ាំខ្លួនឯងពេលដែលយើងនៅម្នាក់ឯងគឺអត់មានណាធ្វើម្ហូបឲ្យយើងញ៉ាំទេអញ្ចឹងយើងត្រូវចេះធ្វើខ្លួនឯងញ៉ាំបើយើងទិញគេវាអត់ឆ្ងាញ់សាបហើយយើងចំណាយលុយច្រើនទៀតហេតុផលទី2ធ្វើដើម្បីគ្រួសារយើងញ៉ាំធ្វើឲ្យប៉ាម៉ាក់យើងបងប្អូនមនុស្សជាទីស្រឡាញ់យើងអីញ៉ាំហើយម្ហូបដែលយើងធ្វើហ្នឹងគឺគុណភាពជាងទិញគេឆ្ងាយមែនតើមកហើយត្រូវនឹងរសជាតិ family យើងហេតុផលទី3យើងរៀនធ្វើជាចុងភៅហើយសម្រាប់ធ្វើជាចុងភៅនៅថ្ងៃអនាគតហេតុអីបានត្រូវធ្វើចុងភៅព្រោះយើងធ្វើឲ្យភរិយាយើងញ៉ាំនៅថ្ងៃក្រោយតើអញ្ចឹងមនុស្សប្រុសចេះធ្វើម្ហូបក៏មានគុណសម្បត្តិហើយនិងគុណវិបត្តិដែរគុណសម្បត្តិមនុស្សប្រុសធ្វើម្ហូបភាគច្រើនគឺឆ្ងាញ់ហើយបើគុណវិបត្តិវិញមានដូចគ្នាគឺមានតែមួយទេគឺថាថ្ងៃក្រោយភរិយាយើងគឺឲ្យយើងធ្វើម្ហូបឲ្យគាត់ញ៉ាំរាល់ថ្ងៃអញ្ចឹងវាមានតែបញ្ហានឹងមួយទេដែលយើងត្រូវប្រឈមមុខបើយើងអត់ទាន់ចេះធ្វើម្ហូបទេទៅរៀនធ្វើឲ្យហើយទៅគ្រាន់លោចេះធ្វើហូបខ្លួនឯង